ចាជំរាបសួរមកអ្នកគ្នាខ្ញុំខានផុសវីដេអូរៀងយូរដែរហើយចឹងថ្ងៃនេះខ្ញុំនឹងមក voice over វីដេអូនេះដែលយើងប្រហែលជា2 3អាទិត្យមកបងប្អូនអ្នកគ្នាខ្ញុំបានផុសអានេះតាំងពី spring មកឥឡូវគឺ summer បងប្អូនអ្នកគ្នាតែនេះយើងខ្ញុំហើយនឹងម៉ាក់ខ្ញុំគឺយើងនាំគ្នាទៅផ្សារបងប្អូនអ្នកគ្នានេះដូចជាផ្សារស្រីតែវាមិនមែនផ្សារស្រីនៅកន្លែងផ្សារហ្នឹងគឺមានច្រើនគឺមានឥណ្ឌាហើយនឹងមេស៊ីកូបងប្អូនអ្នកនេះគឺមានច្រើនអញ្ចឹងនៅក្នុងផ្សារហ្នឹងតែថ្ងៃនេះគឺម៉ាក់ខ្ញុំគឺគាត់គឺយើងនាំគ្នាដើរទៅកន្លែងអាតេះភ្លើងបងប្អូនអ្នកនេះយើងជិះឡានទៅបានតែម៉ាក់ខ្ញុំគឺគាត់ទៅជិះអាតេះភ្លើងអញ្ចឹងក៏យើងជិះអាតេះភ្លើងទៅហើយទៅកន្លែងផ្សារគេផ្សារគេគឺបើកតែថ្ងៃសៅរ៍ត្រេបងប្អូនអ្នកនេះហើយនេះយើងទៅបងប្អូនគឺមាននៅក្នុងកណោហ្មងណាហើយកាលនេះគឺអត់បានដាក់សំឡេងទេចឹងសំឡេងខ្ញុំឡើងកងល់ហ្មងមកពីងើពីដេចឹងបងប្អូនអ្នកគ្នាហ្នឹងហើយនេះផ្សារគេគឺមានមនុស្សមកកណោហ្មងបងប្អូនអ្នកគ្នាហើយនេះកន្លែងនេះគឺម៉ាក់ខ្ញុំហើយនឹងខ្ញុំគឺចង់ញ៉ាំស្ទ្រូប៊េរីចឹងមកទិញស្ទ្រូប៊េរីនេះហើយស្ទ្រូប៊េរីនៅនេះគឺឡើងថោកខ្លាំងមែនតើហ្មងណាមកកញ្ចប់ហ្នឹងប្រហែលជាដូចថា 5000 ខ្មែរហ្នឹងបងប្អូនអ្នកគ្នាគឺថាបន្លែប្លោកអីគេហ្នឹងគឺថោកខ្លាំងមែនតើបងប្អូនមើលមិននេះមានទឹកស្បៃស្រេចបដមានពោតមានទឹកបន្លែខ្មែរនេះគឺមានច្រើនណាស់តាមបងប្អូនគ្នាគឺមានខ្ទឹមបារាំងអីគេហ្នឹងខ្ទឹមមិនខ្ទឹមបារាំងឯងខ្ទឹមសបងប្អូននេះតែគេកាត់គេបកសបបអីហើយអញ្ចឹងណាហើយនាងបងប្អូននេះដូចជាក្រូចថ្លុងឯងបងប្អូនអានេះខ្ញុំគាត់ថាក្រូចថ្លុងឬក៏ក្រូចទឹកខ្មុំអីគេហ្នឹងតែហ្នឹងក៏លក់មួយថោកដែរបងប្អូនគ្នាមួយហ្នឹងប្រហែលជា5-6 ពាន់ហ្នឹងបងប្អូនគ្នាណាហើយនេះខ្ញីបងប្អូនគឺមានលក់ខ្ញីមានខ្ទឹមមានដេងមាននេះអញ្ចឹងបងប្អូនគ្នានេះហើយបងប្អូនទៅស្មុំស៊ុបចិនអញ្ចឹងណាហើយត្រេនគេបងប្អូនគ្នាគេមានត្រេនហើយគេមានអីគេក្រែមត្រេនហ្នឹងបងប្អូនគ្នានេះហើយបងប្អូនកន្លែងនេះបងប្អូនចង់យកទៅស្ងោរស៊ុបអីក៏បានដែរខ្ញុំនិយាយលេងតែអានេះគឺឆ្អឹងបងប្អូនគ្នាឆ្អឹងមុនដំបូងគឺម៉ាក់ខ្ញុំគឺគាត់មកគាត់ដឹងគឺគាត់ស្មានតែកន្លែងគេលក់យឺហឺកន្លែងគេលក់គ្រឿងក្រៀមអីតាមបងប្អូនដល់ពេលហើយដើរទៅមុខតិចទៀតគឺដឹងថាអាហ្នឹងចំណីឆ្កែបងប្អូនគ្នាយើងយកតែទិញយកទៅឲ្យឆ្កែអង្គៀមលេងអញ្ចឹងបងប្អូនគ្នាមានទៅស្លឹកតាជ្រូកមានអីនៅកន្លែងហ្នឹងអញ្ចឹងណានឹងអីគឺឲ្យឆ្កែគេឲ្យសត្វគេទេតែនេះបងប្អូននៅក្នុងកន្លែងនេះគឺគេកន្លែងលក់ត្រីកន្លែងលក់គ្រឿងសមុទ្រអីចឹងណាមានសិតតែសាល់មុនបងប្អូនគ្នាទេសាមុនត្រីអីគេត្រីសម្បូរនៅកប៉ោតបងប្អូនគ្នាហ្នឹងហើយបងប្អូនគ្នាត្រីកំងត្រីកំងហ្នឹងហើយបន្ទាប់ពីយើងចេញពីកន្លែងហ្នឹងហើយក៏យើងទិញចេញមកក្រៅដើម្បីទិញអីគេបងប្អូនបន្លែហើយនឹងយើងទិញ fruit ហ្នឹងបងប្អូនគ្នាទិញផ្លែឈើអញ្ចឹងណាបងប្អូនគឺមានផ្លែឈើឡើងមកកណោហ្មងហើយផ្លែឈើគឺលក់ថោកខ្លាំងមែនតើបន្ទាប់ពីយើងទិញចេញពីកន្លែងហ្នឹងហើយក៏យើងមកញ៉ាំអីឡើយនេះមកញ៉ាំអីមកទិញអីញ៉ាំបងប្អូនគ្នាមកញ៉ាំ breakfast មកពេលអត់បានញ៉ាំហងមើលបងប្អូនគ្នាបន្ទាប់ពីយើងចេញពីទិញអាហ្នឹងហើយយើងចេញពីផ្សារហើយក៏យើងចេញមកក្រៅដើម្បីជិះអាតេះភ្លើងទៅផ្ទះមកអញ្ចឹងបងប្អូនគ្នានេះម៉ាក់ខ្ញុំគឺគាត់លួចថតខ្ញុំហើយតែសភាពនៅខាងក្រៅហ្នឹងគឺរឿងស្អាតដែរបងប្អូនគ្នាអញ្ចឹងណានៅបងប្អូនគ្នាវីដេអូយើងក៏មកដល់ទីបញ្ចប់ដែរខ្ញុំសូមអរគុណពុំមីច្រើនដែលបានមើលវីដេអូខ្ញុំហើយខ្ញុំសូមឲ្យបងប្អូនគ្នាចុច like ខាងឆានមកផងឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូច្រើនឲ្យបងប្អូនមើលទៀតបាយបាយ Adios amigos